មានត្រីខមកកំប៉ុងមិនដឹងធ្វើម៉េចឲ្យមានរសជាតិឈ្ងុយឆ្ងាញ់មែនទេតោះបងប្អូនមកមើលវីដេអូម៉ាក់សុកជាសិនមកខ្ញុំបង្ហាញបងប្អូនរបៀបធ្វើត្រីខឲ្យមានរសជាតិឈ្ងុយឆ្ងាញ់តាមបែបងាយងាយស្រួលហើយឆ្ងាញ់ដែលគេហៅថា spring roll ថ្ងៃនេះខ្ញុំនិយាយតាមបែបជាជាក់ទេបងប្អូនព្រោះខ្ញុំធ្វើម្ដងពិតជាឆ្ងាញ់មែនហើយនេះគឺជាគ្រឿងផ្សំរបស់វាគ្រឿងផ្សំក៏ស្រួលរកឲ្យមានពិបាកទេមានតែក្រៀនជីលីតិចទៅស្ពៃក្តោបហើយនេះជាម៉ាយ៉ូណេសហើយខាងនេះគឺជានំប៉័ងជាប្រភេទនំប៉័ងម្យ៉ាងដែលសាច់ទន់ខុសពីនំប៉័ងផ្សេងហើយខាងនេះគឺជា spring onion ច្រឡំ spring onion គឺជា onion របស់បារាំងនឹងឯងហើយខាងនេះគឺជា coriander បងប្អូនគឺស្លឹកជីវ៉ាន់ស៊ុយហើយខាងនេះវិញគឺជាត្រីខដែលទូអាចសំខាន់នៅក្នុងរឿងហើយអ្វីដែលខ្ញុំធ្វើមុនគេគឺខ្ញុំយកស្ពៃក្តោបមកហាន់ជាចំណិតទូចបំផុតប៉ុន្តែនៅពេលខ្ញុំហាន់បងប្អូនដោយសារកបិតអត់សូវមុតចឹងទៅវាមិនសូវទូចប៉ុន្មានទេអញ្ចឹងបើសិនបងប្អូនចង់ធ្វើមិនក៏ដោយត្រូវហាន់ស្ពៃក្តោបវាស្ដាងបំផុតទូចអីចឹងណាហើយចំពោះស្ពៃក្តោបនៅពេលខ្ញុំហាន់ហើយចឹងទៅខ្ញុំយកត្រាំទឹកចោលមកស្ទុះព្រោះនឹកឃើញថានៅពេលដែលគេដាំស្ពៃក្តោបនឹងគេធ្វើស្អីខ្លះបងប្អូនស្រោចទឹកអាចទឹកនោមចឹងហើយចាំបាច់យើងត្រូវត្រាំទឹកឲ្យវាអស់ចម្រាស់ជាតិនឹងសិនទៅហើយចំពោះខ្ទឹមបារាំងក៏យើងត្រូវហាន់ទូចដូចគ្នាប៉ុន្តែនៅពេលខ្ញុំហាន់ខ្ទឹមបារាំងក៏សុកជាម្ដងគាត់ថាម៉ាក់អន់ណាហាន់ខ្ទឹមបារាំងម្ដងយំរហូតហើយគាត់ថានៅពេលឃើញនិយាយហាន់ខ្ទឹមបារាំងម្ដងមិនដែរយំបាក់តាម៉ាក់នឹងយំរហូតតែម្ដងចឹងហើយខ្ញុំប្រាប់ថាបើសិនកូនឯងខ្លាំងក៏ឲ្យមកហាន់ខ្ទឹមបារាំងម៉ាក់ចង់ដឹងថាកូនឯងយំមិនយំតែនៅពេលដែលគាត់ហាន់ខ្ទឹមបារាំងគាត់ប្រាប់ខ្ញុំថាចេះម៉ាក់អើយខ្ញុំឃើញនិយាយធ្វើគាត់ហាន់ខ្ទឹមបារាំងក៏យកខ្ទឹមបារាំងត្រាំទឹកទុកចោលមកស្ទុះសិនតាមពិតបងប្អូនសុកជានិយាយត្រូវតែមិនមែនថាខ្ញុំមិនដឹងបានតាពេលខ្លះខ្ញុំខ្ជិលរងចាំអីចឹងហើយនៅពេលខ្ញុំធ្វើម្ដងខ្ញុំតែងតែបកភ្លាមហាន់ភ្លាមនេះជាមូលហេតុធ្វើខ្ញុំយំរកពេលឯងរបស់គាត់នៅពេលគាត់ចាំខ្ទឹមបារាំងក៏យកដៃបាំងភ្នែកប៉ុន្តែចង់ភ្ជាប់គាត់យំទៅភ្នែកលីងលងតែទេបងប្អូនអើយព្រោះអាជាតិខ្ទឹមបារាំងគឺផ្សាខ្ញុំវិញស្មានតែគាត់ខ្លាំងនិយាយទៅបងប្អូនការហាន់ខ្ទឹមបារាំងម្ដងភាគច្រើនខ្ញុំសូវធ្វើបានទេឲ្យតែមានកម្មវិធីម្ដងចឹងទៅខ្ញុំឲ្យម្ដាយក្មេកខ្ញុំហាន់ព្រោះវាផ្សាភ្នែកពេកចឹងហើយម្ដាយក្មេកគឺភ្នែកគាត់រឹងខ្លាំងមែនតើទោះបីឲ្យមានជាតិផ្សាប៉ុណ្ណាក៏គាត់អត់យំដែរហើយចំពោះ spring roll តាមបែបឥណ្ឌាវាមានច្រើនរសជាតិបងប្អូនមានរសជាតិសាច់គោចឹងទៅសាច់មាន់ឬក៏ធ្វើត្រីខដែលខ្ញុំធ្វើបង្ហាញបងប្អូននៅក្នុងវីដេអូប៉ុន្តែរៀងរាល់ថ្ងៃខ្ញុំតែងតែទិញឲ្យសុកជា chicken spring roll ដែលគេលក់នៅចិត្តផ្សារហ្នឹងគេលក់នៅចិត្តសាលារៀនរបស់គាត់ថ្ងៃមួយ30រូបបើគិតជាលុយខ្មែរខែជា1500ខ្មែរយើងហ្នឹងណាសូមបើកវងកញ្ចក់បន្តិចសិនណែនាំផលិតផលរបស់ផ្សារធម្មជាតិ24គឺសុភារីតូចស្ដើមតែខ្លឹមពេលបងប្អូនប្រើចឹងទៅមិនស្អុបមិនស្អាតមិនធំក្លិននិងស្រូបទឹកបានយូរចឹងហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចឆាទៅផេកផ្សារធម្មជាតិ24ក៏បានឬដើររកតាមផ្សារនានាទូទាំងប្រទេសកម្ពុជាថ្ងៃអរគុណសុភារីហើយឥឡូវនេះផងដែរបន្លែគ្រឿងក្រើគឺខ្ញុំហាន់ហើយជាស្រេចខ្ញុំចាប់ដើមលាយគ្រឿងប៉ុន្តែនៅពេលខ្ញុំចាក់មកចំណេះនិយាយទៅបងប្អូនខ្ញុំដាក់ទូទឹកកកចុះពិបាកចាក់ខ្លាំងមែនវាស្អិតតែតាត់ជាប់នឹងហ្មងហើយចំពោះម៉ាយ៉ូណេសបើសិនជាបងប្អូនចង់ធ្វើដែលគេលាយគ្រឿងហើយជាស្រេចបានឆ្ងាញ់ហើយចំពោះម៉ាយ៉ូណេសដែលខ្ញុំយកធ្វើខ្ញុំយករសជាតិធ្វើចេញពីពងមាន់ហើយនេះគឺជានំប៉័ងនិយាយទៅប្រភេទនំប៉័ងស្អីក៏ធ្វើបានបងប្អូនតែសំខាន់ឲ្យនំប៉័ងបានសាច់ទន់គ្រឿងវាឆ្ងាញ់ចឹងណាបងប្អូនហើយសុខជាតិរបស់ខ្ញុំរាល់ថ្ងៃក៏រស់នឹងអា spring roll តាមបែបឥណ្ឌានឹងឯងប៉ុន្តែគាត់ដល់ពេលដែលខ្ញុំធ្វើនៅតាមផ្ទះដងគឺខ្ញុំតែងតែធ្វើរសជាតិត្រីខដោយសារតែខ្ញុំសម្បូរត្រីខអញ្ចឹងបងប្អូនថ្លៃមកស្រុកគេខ្វះអីត្រីខមកម្ដងឡើង1ក្រុង2ក្រុងបងប្អូនត្រីខច្រើនខ្លាំងមែនតើបងប្អូននៅក្នុងវីដេអូនោះក៏ពេញនិយមនៅស្រុកខ្ញុំដែរឲ្យតែខ្ញុំចូលរួមកម្មវិធីម្ដងនៅពេលល្ងាចមិនចេះខ្វះទេបងប្អូនអើយគេឲ្យយើងញ៉ាំម្នាក់1ម្នាក់2អញ្ចឹងបន្ទាប់មកទៀតគេឲ្យយើងទៅដោះគោមកកញ្ចប់2កញ្ចប់ម្នាក់ទៅហើយចំពោះខ្ញុំធ្វើ spring roll ថ្ងៃនេះដោយសារនំប៉័ងខ្ញុំទិញព្រឹកល្ងាចយកមកធ្វើអញ្ចឹងទៅវារៀងក្រៀមតិចអញ្ចឹងហើយមុននឹងញ៉ាំយកដាក់តោះណាដើម្បីវាក្តៅៗនេះ chicken roll របស់ខ្ញុំគឺរួចរាល់ហើយជាស្រេចក៏ខ្ញុំមកញ៉ាំនៅក្រៅផ្ទះម្ដងដើម្បីមើលទេសភាពញ៉ាំបដាមើលទេសភាពថ្ងៃលិចបដាចឹងអូជីវិតមានន័យជ្រៅជាងស្រាប់ផាន់ដេកទៀតហើយវីដេអូខ្ញុំក៏មានប៉ុណ្ណឹងដែរបងប្អូនអើយជម្រាបលាចាំជួបនៅវគ្គក្រោយ